នេះសកម្មភាពជួយសង្គ្រោះត្រីប្រាមួយដ៏សែនធំទម្ងន់ជាង10 គីឡូក្រាមត្រូវបានប្រជាពលរដ្ឋរបស់យើងបានចាប់វាបានហើយមិនសម្លាប់វាទេគឺថាយើងកំពុងតែជួយសង្គ្រោះវាយកទៅប្រឡែងនៅទន្លេសាបវិញព្រោះត្រីនេះចិត្តផុតពូជហើយនេះដោយប្រជាពលរដ្ឋម្នាក់នេះគឺឈ្មោះរំគាត់ជួយសង្គ្រោះត្រីហ្នឹងមកពីទន្លេសាបហើយវាមានទម្ងន់ហ្នឹងវា15 គីឡូក្រាមឥឡូវកំពុងតែដាក់អុកស៊ីហ្សែនឲ្យវាហើយពស់នេះបើជាវាមានកូនច្រើនណាមើលទៅនៅក្នុងហ្នឹងគឺមានកូនច្រើនអញ្ចឹងប្រជាពលរដ្ឋគាត់ដែលជាប្រជាពលរដ្ឋដ៏ល្អប្រជាពលរដ្ឋគំរូគាត់ជួយថែរក្សានិងអភិរក្សដែលជាសម្បត្តិជាតិរបស់យើងបើយើងមិននាំគ្នាជួយថែរក្សាទេយើងនឹងអស់នឹងបាត់បង់កូនខ្មែរចំនួនក្រោយហ្នឹងឈប់បានឃើញហើយអញ្ចឹងឥឡូវនេះក៏កំពុងតែជួយសង្គ្រោះដាក់អុកស៊ីហ្សែនឲ្យហ្នឹងហើយដោយសារអ្វីដែលបញ្ហាគឺលំបាកដល់ទំហំទម្ងន់ខ្លួនរបស់វា15 គីឡូក្រាមដឹងថាវាញ៉ាំអីទេវាស៊ីអីទេបានជាធ្ងន់សម្បើមណាឥឡូវនេះកំពុងដាក់អុកស៊ីហ្សែនឲ្យគ្រប់វិធីសាស្ត្រដើម្បីជួយវាឲ្យកិច្ចខុតអំពីសេចក្តីស្លាប់និងយកទៅប្រឡែងនៅទន្លេមេគង្គឬមួយក៏អាចយកវាទៅខេត្តសៀមរាបនឹងតាមបងប្អូនទាំងអស់គ្នាជួយផ្ដល់ជាមតិយោបល់មកតើគួរយកទៅលេងនៅទីរួមខេត្តសៀមរាបកន្លែងបារាយកន្លែងមុខប្រាសាទអង្គរវត្តហ្នឹងឬក៏គួរឲ្យខ្ញុំហ្នឹងយកទៅប្រឡែងវានៅទន្លេមេគង្គដើម្បីទុកឲ្យកូនខ្មែរចំនួនក្រោយរបស់យើងឬក៏យ៉ាងណាអីហ្នឹងហើយគ្រាន់តែជួយផ្ដល់ជាដំណឹងតើខ្ញុំអាចមានវិធីសាស្ត្រណាដើម្បីជួយវានឹងឲ្យកិច្ចផុតអំពីសេចក្តីស្លាប់នឹងបានបាទអញ្ចឹងសូមអរគុណបងប្អូនដែលបានចូលទស្សនានៅការអភិរក្សក៏ដូចជាការចិញ្ចឹមត្រីដ៏កម្រដែលមានទំហំទម្ងន់រហូតដល់15 គីឡូក្រាមបាទ